សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងនិទានមួយជូនបងប្អូនស្ដាប់ទាំងអស់គ្នាហើយសម្រាប់បងប្អូនមិនទាន់ចុច Subscribe សូមជួយចុចម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីយើងខ្ញុំតោះកុំឲ្យបងប្អូនរងចាំយូរចូលទៅកាន់សាច់រឿងទាំងអស់គ្នាសូមជូនរឿងសួនផ្កាខ្មោចថែមានផ្ទះឈើបុរាណមួយខ្នងដែលនៅដាច់ឆ្ងាយពីគេឯងបន្តិចហ៊ុំព័ទ្ធដោយដើមឈើធំៗនិងស្ងប់ស្ងាត់រហូតដល់ឮស្ងោស្លឹកឈើធ្លាក់តារាគឺជាអ្នកនិពន្ធវ័យក្មេងម្នាក់ដែលចូលចិត្តភាពស្ងប់ស្ងាត់គាត់បានសម្រេចចិត្តជួលផ្ទះនេះដើម្បីសរសេររឿងថ្មីរបស់គាត់ដោយមិនខ្វល់ពីពាក្យចចាមអារម្មណ៍របស់អ្នកភូមិដែលថាផ្ទះនោះគ្មានមនុស្សនៅទេតែសួនផ្កាមិនដែលស្វិតស្រពោនឡើយថ្ងៃដំបូងដែលតារាមកដល់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតួផ្ទះទាំងមូលមើលទៅចាស់ទ្រុឌទ្រោមចិន្តាមានសម្រែកក្រាក់រាល់ពេលបោះជំហានជាន់ប៉ុន្តែអ្វីដែលផ្ទុយស្រឡះគឺសួនផ្កានៅមុខផ្ទះវាពោពេញទៅដោយផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អៃផ្កាម្លិះពណ៌សក្រអូបឈ្ងុយនិងផ្កាជាច្រើនប្រភេទទៀតដែលរីកយ៉ាងស្រស់ស្អាតហាក់ដូចជាមានអ្នកជំនាញថែទាំវាជារៀងរាល់ថ្ងៃដីនៅគល់ផ្កាមានសភាពសើមហើយគ្មានស្មៅមួយសរសៃដុះរំខានឡើយចម្លែកណាស់ម្ចាស់ផ្ទះថាគ្មានមនុស្សនៅរាប់ឆ្នាំហើយចុះអ្នកណាជាអ្នកស្រោចទឹកតារាគិតក្នុងចិត្តទាំងងឿងឆ្ងល់ប៉ុន្តែដោយសារភាពនឿយហត់គាត់ក៏មិនបានយកចិត្តទុកដាក់ខ្លាំងហើយចូលសម្រាកម៉ោង12យប់បរិយាកាសប្រែជាត្រជាក់ខុសពីធម្មតាខ្យល់បក់ល្វើយនាំយកក្លិនក្រអូបនៃផ្កាមកប៉ះច្រមុះតារាទាំងដែលគាត់បិទបង្អួចចិត្តក្លិននោះក្រអូបខ្លាំងក្រអូបរហូតដល់คล้ายជាឈួលស្នូដូចជាមានគេកំពុងបោសម្រាមឬកាត់ស្មៅនៅមុខផ្ទះបានដាស់តារាឲ្យភ្ញាក់ពីដំណេកបេះដូងគាត់ចាប់ផ្ដើមលោតញាប់គាត់ក្រោកពីគ្រែដាវថ្នមទៅកាន់បង្អួចឈើដែលចាស់ពុកដៃគាត់ញ័រតិចពេលលូកទៅរុញគន្លឹះបង្អួចគាត់បើកបង្អួចចំហបន្តិចដើម្បីលួចមើលនៅក្រោមពន្លឺព្រះច័ន្ទពណ៌លឿងស្រទន់តារាបានឃើញទិដ្ឋភាពមួយដែលធ្វើឲ្យគាត់ព្រឺក្បាលខ្ញាក់នៅកណ្ដាលសួនផ្កាមានរាងកាយស្ដាងមួយកំពុងឈរវាជារាងកាយរបស់ស្ត្រីម្នាក់ស្លៀកពាក់ឈុតពណ៌សវែងអូសដៃដែលមើលទៅប្រឡាក់ដោយស្នាមដីនិងស្នាមពណ៌ក្រហមដូចឈាមស្ងួតសក់របស់នាងវែងអន្លាយគ្របមុខជិតប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់នោះគឺដៃរបស់នាងដៃដោះសក់ស្លេកគ្មានឈាមនោះកំពុងកាន់ដើមផ្កាកុលាបដែលមានបន្លាស្រួចដោយមិនខ្លាចការឈឺចាប់នាងកំពុងបេះស្លឹកដែលស្វិតចេញថ្នមបំផុតហាក់ដូចជាកំពុងថ្នាក់ថ្នមកូនតូចនាងបាននិយាយថាកូនម៉ែនៅទីនេះហើយកុំខ្លាចណាម៉ែនឹងធ្វើឲ្យកូនស្អាតជានិច្ចសំឡេងខ្សៅបន្លឺឡើងលាយឡំជាមួយខ្យល់វាមិនមែនជាសំឡេងមនុស្សនិយាយគ្នាទេតែជាសំឡេងដែលឮហើយត្រជាក់ដល់ឆ្អឹងភ្នងភ្លាមនោះនាងក៏ឈប់សកម្មភាពរួចងាកក្បាលមកកាន់បង្អួចដែលតារាកំពុងឈរលួចមើលទោះបីជាសក់គ្របមុខក៏ដោយក៏តារាអាចមើលឃើញពន្លឺភ្នែកមួយគូដែលក្រហមនិងមុខដែលនាងហាក់ដូចជាត្រូវបានភ្លើងឆេះនាងមិនបានដើរមកសម្លាប់ឬស្រែកគំរាមទេនាងគ្រាន់តែលើកដៃមួយខាងដែលប្រឡាក់ដីនោះចង្អុលទៅផ្កាមួយតង់ដែលតារាបានដើរជួនបាក់កាលពីល្ងាចដោយអចេតនាផ្កានោះស្រាប់តែងើបឡើងវិញហើយរីកយ៉ាងស្រស់ស្អាតនៅចំពោះមុខគាត់តារាភ័យរហូតដល់ជើងទន់ដួលទៅលើឥដ្ឋពេលគាត់ខំប្រឹងងើបម្ដងទៀតស្ត្រីនោះក៏បាត់ទៅវិញនៅសល់តែភាពស្ងប់ស្ងាត់និងក្លិនផ្កាដែលកាន់តែក្រអូបឡើងពន្លឺព្រះអាទិត្យរះចាំងចូលភ្នែកតារាភ្ញាក់ឡើងទាំងអារម្មណ៍វិលវល់គាត់ប្រញាប់រត់ចុះទៅសួនផ្កាមុខផ្ទះភ្លាមដើម្បីផ្ទៀងផ្ទាត់ថាហេតុការយប់មិញជាសុបិនឬជាការពិតអ្វីដែលធ្វើឲ្យគាត់គាំងស្មារតីនោះគឺដើមផ្កាកុលាបដែលគាត់ជន់បាក់កាលពីម្សិលមិញពេលនេះកំពុងឈរត្រង់យ៉ាងរឹងមាំថែមទាំងរីកផ្កាពណ៌ក្រហមស្រស់បំប្រងជាងផ្កាដទៃទៀតតែអ្វីដែលចម្លែកគឺនៅគល់ផ្កានោះមានស្នាមដីថ្មីហាក់ដូចជាមានគេទៅតែកាយកប់អ្វីមួយដោយសេចក្តីសង្ស័យតារាយកចបកាប់តូចមួយមកកាយដីត្រង់នោះថ្នមជំរឿប្រហែលមួយចំអាមគាត់បានប្រទះឃើញវត្ថុមួយវាជាតុក្កតាឈើរូបក្មេងប្រុសមួយដែលមានស្នាមឆេះខ្លោយពាក់កណ្ដាលដៃរបស់តារាចាប់ផ្ដើមត្រជាក់គាត់ដឹងភ្លាមថាសួនផ្កានេះមិនមែនដាំដើម្បីលម្អទេតែវាជាកន្លែងកប់អ្វីមួយម៉ោង1យប់
យប់នេះមិនមានសំឡេងបោកសម្រាមទៀតទេតែចំនួនមកវិញដោយសំឡេងមួយដែលគួរឲ្យខ្លាចជាងនោះរាប់រយដងវាជាសំឡេងបំពេកូនសំឡេងនោះស្ងួតស្អកនិងលាយឡំដោយការយំខ្សិកសួលចេញមកពីកណ្ដាលសួនផ្កាតារាដែលកំពុងកាន់តុក្កតាឈើនៅក្នុងដៃសម្រេចចិត្តមិនលួចមើលតាមបង្អួតទៀតទេគាត់ចង់ដឹងការពិតគាត់បើកទ្វារផ្ទះដាវចេញទៅក្រៅទាំងចិត្តក្លាហានលាយភ័យនៅកណ្ដាលសួនផ្កាក្រោមដើមផ្កាម្លិះធំមួយដែលកំពុងធ្លាក់ផ្កាសកកស្រមោលស្ត្រីសក់វែងនៅក្នុងឈុតសកាលពីយប់មិញកំពុងអង្គុយលុតជង្គង់អបដីគុលផ្កានោះយ៉ាងណែនអ្នកណាតារាស្រែកសួរទាំងសំឡេងញ័រខ្យល់បក់ខ្លាំងភ្លាមនោះក្លិនផ្កាដែលក្រអូបបានប្រែទៅជាក្លិនសាច់ឆែកយ៉ាងអាក្រក់រាងកាយស្ត្រីនោះកន្ត្រាក់រួចនាងងាកក្បាលមកក្រោយយឺតរហូតដល់ក្បាលរបស់នាងបែរមករកតារាទាំងដែលខ្លួននៅបែរទៅមុខដដែលក្បាលបង្វិល180ដឺក្រេផ្ទៃមុខរបស់នាងពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ផ្នែកម្ខាងនៃមុខត្រូវបានភ្លើងឆេះរលួយមាត់ដាច់រហែកឃើញធ្មេញនិងផ្នែកម្ខាងសគ្មានប្រស្រីក្រោកឈរឡើងហើយហក់មកគៀកតារាយ៉ាងលឿនដោយប្លែកបន្ទោមុខរបស់នាងនៅសល់តែមួយចំអាមពីមុខរបស់តារានាងសម្លឹងមើលទៅតុក្កតាឈើនៅក្នុងដៃរបស់គាត់ទឹកភ្នែកពណ៌ឈាមហូរចេញពីភ្នែកដែលខូចរបស់នាងដៃដែលសស្លេកនិងមានក្រចកវែងនាងលូកមកចាប់តុក្កតានោះតារាភ័យរហូតដល់កម្រើកខ្លួនមិនរួចតែគាត់មិនបានរត់ទេគាត់ហុចតុក្កតានោះឲ្យនាងគ្រាន់តែដៃនាងប៉ះតុក្កតាភ្លាមភាពកាចសាហាវនៅលើមុខនាងប្រែជាស្រទន់វិញបន្តិចទោះបីជានៅតែគួរឲ្យខ្លាចនាងយកតុក្កតានោះមកអោបជាប់ទ្រូងរួចចង្អុលទៅគុលផ្កាម្លិះដែលនាងអង្គុយអំបាញ់មិញគុំរំខានដំណេករបស់គេឈឺចាប់ដោយសារកម្ដៅភ្លើងគ្រប់គ្រាន់ហើយឲ្យគេនៅត្រជាក់ក្នុងម្លប់ផ្កាចោះនិយាយចប់រាងកាយរបស់នាងក៏រលាយคล้ายទៅជាផ្សែងពណ៌សរសាត់ចូលទៅក្នុងដីក្រោមគល់ផ្កាម្លិះនោះបាត់ទៅតារាឈរគាំងកណ្ដាលសួនផ្កាគាត់យល់ហើយថាហេតុអ្វីបានជាសួនផ្កានេះស្រក់បំប្រងម្លេះវាមិនមែនជាគ្រាន់តែជាសួនផ្កាទេវាគឺជាភ្នោហើយគ្រប់ផ្កាដែលរីកគឺជាតំណាងឲ្យជីវិតដែលបានបាត់បង់នៅក្នុងភ្លើងឆេះកាលពីអតីតកាលបន្ទាប់ពីបានដឹងការពិតដ៏រន្ធត់កាលពីយប់មិញតារាមិនបានរត់ចោលផ្ទះនេះទេផ្ទុយទៅវិញនៅពេលព្រឹកឡើងគាត់បានទៅវត្តដែលនៅជិតនោះដើម្បីសួរនាំពីប្រវត្តិផ្ទះលោកតាអាចារ្យបានប្រាប់ថាកាលពី20ឆ្នាំមុនមានអគ្គីភ័យមួយឆាបឆេះផ្ទះនោះយ៉ាងសន្ធោសន្ធៅស្ត្រីម្ចាស់ផ្ទះឈ្មោះអ្នកនាងបុប្ផាបានស្លាប់នៅក្នុងភ្លើងខណៈពេលព្យាយាមរត់ចូលទៅយកកូនប្រុសពីការជើងមណាក់ដែលជាប់ក្នុងបន្ទប់ពីចុងក្រោយដែលគេលឺនាងស្រែកគឺកុំខ្លាចអីកូនម៉ែនឹងធ្វើឲ្យកន្លែងនេះត្រជាក់ម៉ែនឹងដាំផ្កាឲ្យកូនមើលតារាត្រឡប់មកផ្ទះវិញដោយចិត្តអាណិតអាសូរគាត់ដឹងថាវិញ្ញាណរបស់អ្នកនាងបុប្ផាមិនបានទៅណាទេព្រោះនាងនៅជាប់ជំពាក់នឹងពាក្យសន្យានាងនៅតែគិតថាកូនរបស់នាងកំពុងក្តៅទើបនាងខំប្រឹងថែសួនផ្កាឲ្យត្រជាក់និងស្រស់បំប្រងដើម្បីលួងកូនម៉ោង12យប់រាត្រីចុងក្រោយតារាបានរៀបចំផ្លែឈើនិងអ៊ុជធូបនៅកណ្ដាលសួនផ្កាក្រោមដើមផ្កាម្លិះដដែលនោះបរិយាកាសយប់នេះស្ងាត់ជ្រងំខុសពីធម្មតាគ្មានសំឡេងសត្វយំមានតែសំឡេងខ្យល់បក់យ៉ាងស្រងត់ស្រងាត់ភ្លាមនោះផ្សែងពណ៌សបានបក់មកប្រមូលផ្ដុំគ្នាហើយរាងកាយដ៏គួរឲ្យខ្លាចរបស់អ្នកនាងបុប្ផាក៏លេចចេញមកមុខរបស់នាងនៅតែរលួយភ្នែកនៅតែក្រហមឆ្អៅសម្លឹងមកតារាយ៉ាងកាយសាហាយហាក់ដូចជាខឹងដែលគាត់មកឈររំខានសួនរបស់នាងចេញទៅសំឡេងនាងស្រែកមួយទំហឹងភ្លើងធូបរបស់តារាស្ទើរតែរលត់តារាប្រឹងទប់ភាពភ័យខ្លាចគាត់មិនថយក្រោយទេតែបែរជាដាវចូលទៅជិតនាងមួយជំហានថែមទៀតគាត់លើកតុក្កតាឈើដែលគាត់បានលាងសម្អាតយ៉ាងស្អាតនោះបង្ហាញទៅនាងអ្នកបងបុប្ផាតារាហៅឈ្មោះនាងថ្នមថ្នមកូនរបស់អ្នកបងមិនក្តៅទៀតទេមើលចុះសួនផ្កានេះត្រជាក់ណាស់គាត់បានឃើញផ្កាដែលអ្នកបងដាំហើយគាត់សប្បាយចិត្តហើយវិញ្ញាណខ្មោចដែលកំពុងតែខឹងសម្បាស្រាប់តែគាំងស្ងៀមដៃដែលបំរុងនឹងកាច់កតារានោះបានទម្លាក់ចុះតារាបន្តនិយាយទាំងរំជួលចិត្តអ្នកបងធ្វើបានល្អហើយអ្នកបងបានគោរពពាក្យសន្យាហើយតែពេលនេះដល់ពេលដែលអ្នកបងត្រូវនាំកូនទៅកន្លែងដែលស្អាតជាងនេះហើយគង់ឲ្យគាត់នៅចាំក្នុងភាពងងឹតនេះទៀតអីឮពាក្យថាគោរពពាក្យសន្យាហើយ
ទឹកភ្នែកពណ៌ឈាមបានហូរចុះមកកាត់ថ្ពាល់ដែលរលួយរបស់នាងរូបរាងដ៏គួរឲ្យខ្លាចនិងក្លិនសាច់ឆេះបានចាប់ផ្ដើមរសាយបាត់បន្តិចម្ដងបន្តិចនៅចំពោះមុខតារាលែងមានស្ត្រីមុខរលួយទៀតហើយជំនួសមកវិញគឺជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ក្នុងឈុតពណ៌សស្អាតបាតនាងញញឹមជាស្នាមញញឹមដែលពោពេញទៅដោយក្តីសុខនៅក្បែរនាងមានក្មេងប្រុសតូចម្នាក់កំពុងកាន់ដៃនាងជាប់ក្មេងនោះមិនពិការទៀតទេគេឈរយ៉ាងរឹងមាំហើយលើកដៃបកលាតារាអរគុណដែលបានប្រាប់ខ្ញុំសំឡេងនាងលែងស្អកស្ងួតទៀតហើយតែវាពិរោធដោយសំឡេងកណ្ដឹងពន្លឺពណ៌មាសមួយបានភ្លឺចិញ្ចាញនៅកណ្ដាលសួនផ្កាអ្នកនាងបុប្ផានិងកូនបានដឹកដៃគ្នាដើរចូលទៅក្នុងពន្លឺនោះហើយរលាយបាត់ទៅក្នុងផ្ទៃមេឃពេលយប់បន្សល់ទុកតែភាពស្ងប់ស្ងាត់និងក្លិនផ្កាម្លិដ៏ក្រអូបសាយភាយមួយខែក្រោយមកសៀវភៅរឿងសួនផ្កានៃក្តីស្រឡាញ់របស់តារាបានបោះពុម្ពផ្សាយហើយល្បីល្បាញយ៉ាងខ្លាំងតារាបានសម្រេចចិត្តទិញផ្ទះនោះហើយកែប្រែវាឲ្យទៅជាបណ្ណាល័យសាធារណៈសម្រាប់ក្មេងៗសួនផ្កានៅតែត្រូវបានថែរក្សាយ៉ាងល្អប៉ុន្តែពេលនេះវាលែងមានរឿងរ៉ាវព្រឺព្រួយទៀតហើយរាល់អ្នកដែលមកលេងសួននេះតែងតែនិយាយថាពេលអង្គុយក្រោមដើមផ្កាម្លិះគេមានអារម្មណ៍ថាដូចមានដៃដ៏ក្តៅក្តៅរបស់អ្នកណាម្នាក់មកអង្អែលក្បាលថ្នមថ្នមនិងមានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពបំផុតរឿងសួនផ្កាខ្មោចថែចង់បង្ហាញថាសេចក្តីស្រឡាញ់របស់ម្ដាយគឺជាធម៌ពលដែលខ្លាំងក្លាក្នុងលោកសូម្បីតែសេចក្តីស្លាប់ឬរូបរាងកាយដែលផ្លាស់ប្ដូរទៅជាអ្វីក៏ដែរក៏ចិត្តស្រឡាញ់កូនមិនដែលប្រែប្រួលសូមអរគុណបងប្អូនទាំងអស់គ្នាស្ដាប់រឿងនេះរហូតដល់ចប់សូមជម្រាបលា